វាធ្វើការត្រឡប់ទៅត្រឡប់មកជាមួយនឹងកុងតាក់ទ័រហ្នឹងជាគ្រឿងទូលហ្នឹងនេះគឺជាសិក្វីដែលខ្ញុំដឡើងថ្ងៃមុនសិក្វីធ្វើធម្មតាទេដើម្បីមេយើងអ្នកដែលអត់ទាន់យល់ហើយនឹងងាយយល់អញ្ចឹងណាអញ្ចឹងអានេះគឺជាសិក្វីបញ្ជាអានេះជាសិក្វីអនុភាពអញ្ចឹងខ្ញុំដាក់ប្រភពចូលជាមួយគ្នាមកហើយយើងប្រើភ្លើងម៉ូណូឯងហើយកុងតាក់ទ័រនេះសម្រាប់ព្រីហ្វាតែខ្ញុំយកប្រើសម្រាប់ម៉ូណូអញ្ចឹងខ្ញុំតេស្តថាល្អដោយសារនេះយើងដាក់ V11 យើងបាក់ដាក់ក៏បានដែរក៏ដាក់ខ្ញុំដាក់3ដាក់តេស្តលេងឯងតាឥឡូវខ្ញុំបង្ហាញឲ្យយើងថាចាប់ផ្ដើមពីដំណើរការវាទៅទៅថាមើលណាបាទឥឡូវខ្ញុំចុចមកខ្ញុំបើកD-center នេះបាទអញ្ចឹងកុងតាក់ទ័រទី1ធ្វើការនេះកុងតាក់ទ័រទី1ធ្វើការអំពូលភ្លឺអញ្ចឹងខ្ញុំដាក់10 second អញ្ចឹងកុងតាក់ទ័រទី2ធ្វើការអំពូលភ្លឺនេះអញ្ចឹងវាដំណើរការវានេះគឺឆ្លាស់ទៅឆ្លាស់មកបាទនេះនេះជាស៊ីគ្វីរបស់វាបងដែលត្រូវការស៊ីគ្វីនេះអាចយកស៊ីគ្វីនេះតបានដំណើរការវាគឺវិលចុងឆ្លាស់ទៅឆ្លាស់មកបាទហ្នឹងនេះគឺជាប្រព័ន្ធវិទ្យាដែលខ្ញុំបានរៀបខ្លួនឯងអញ្ចឹងណារៀនរៀបដែរទេហើយខ្ញុំប្រព័ន្ធរបស់វាគឺខ្ញុំដាក់កុងតាក់ទ័រទី1ធ្វើការជាមួយនឹង timer ជាវិជាឆ្លាស់ទៅឆ្លាស់មកបាទដោយ timer ទាំងពីរនេះគឺវាធ្វើការត្រឡប់ទៅត្រឡប់មកជាមួយនឹងកុងតាក់ទ័រហ្នឹងជាគ្រឿងទូលហ្នឹង